ចង់ធ្វើជាអ្នកខ្លាំងគឺត្រូវតែប្រើមធ្យោបាយខ្លាំងខ្លាទាំងអស់លោកខុសហើយវិជាគ្រប់គ្រងខ្លាំងបំផុតនៅតែជាចិត្តធម៌ខ្លាយជាអំណាចរឿងអ្វីក៏ដោយបើប្រញាប់ពេកគឺមិនបានសម្រេចទេលោកប្រាំមធ្យោបាយនេះបង្ខំឲ្យគេចុកចាញ់តើគេអាចសុខចិត្តទេបើមិនសុខចិត្តទេពួកគេមិននឹងអាចស្ម័គ្រចិត្តបម្រើការជូនជើងទៅចង់ធ្វើជាអ្នកខ្លាំងគឺត្រូវតែប្រើមធ្យោបាយខ្លាំងខ្លាទាំងអស់លោកខុសហើយវិជាគ្រប់គ្រងខ្លាំងបំផុតនៅតែជាចិត្តធម៌ខ្លាយជាអំណាចរឿងអ្វីក៏ដោយបើប្រញាប់ពេកគឺមិនបានសម្រេចទេលោកប្រាំមធ្យោបាយនេះបង្ខំឲ្យគេចុកចាញ់តើគេអាចសុខចិត្តទេបើមិនសុខចិត្តទេពួកគេមិននឹងអាចស្ម័គ្រចិត្តបម្រើការជូនជើងទៅ